ខ្មែរឆ្នាំ2025ពីបូរីម៉េកុងឡែននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះនាងខ្ញុំតំណាងឲ្យបូរីម៉េកុងឡែនសូមគោរពជូនពរជ័យសិរីសួស្តីជូនទៅដល់សម្ដេចទ្រង់អាយឧត្តមអ្នកអង្គញាលោកជំទាវលោកស្រីព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់សូមប្រកបទៅដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបំពេញគ្លៀងគ្លេដែរសូមឲ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយប្រកបទៅដោយសុខសុវត្ថិភាពជាពិសេសសូមឲ្យឆ្នាំថ្មីនេះពោរពេញទៅដោយសេចក្តីសុខភាពរីកចម្រើនគ្រប់ទិសទីនិងអំណោយផលគ្រប់ការងាររីករាយឆ្នាំថ្មីពីបូរីម៉េកុងឡែនបូរីមេកុងឡែនផ្ដើមជីវិតរីករាយនិងជោគជ័យនៅទីនេះ